សូមថ្វាយបង្គំព្រះឧបជាព្រះតេជគុណព្រះថេរានុថេរៈជាទីសក្ការៈសូមគោរពអស់លោកតំណាងជនរួមជាតិជាទីគោរពរាប់អានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រវិញកាលពីដើមឡើយហៅថាសមាគមព្រះសង្ឃស្នេហាជាតិបានបង្កើតនៅថ្ងៃទី20មីនាឆ្នាំ1965ដោយគណៈកម្មាធិការបកតំបន់បោះជំទឹក្នុងគោលបំណងចលនាប្រមូលផ្ដុំកម្លាំងបញ្ញវន្តព្រះសង្ឃខ្មែរស្នេហាជាតិរួមសាមគ្គីជាមួយប្រជាជនក្នុងខេត្តតស៊ូដណ្ដើមឯករាជ្យសេរីភាពជូនប្រទេសជាតិក្នុងដំណើរវិវត្តរយៈពេល60ឆ្នាំចាប់តាំងពីឆ្នាំ1965ដល់ឆ្នាំ2025ទោះបីស្ថិតក្នុងស្ថានភាពផ្សេងៗនៃដំណាក់កាលនីមួយៗក៏ដោយប៉ុន្តែសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រវិញតែងតែបំពេញតួនាទីភារកិច្ចសម្រេចទៅតាមគោលដៅដែលបានកំណត់ដើម្បីកសាងប្រទេសជាតិមាតុភូមិដើម្បីរំលឹកនៅអនុស្សាវរីយ៍ដំបូងនៃការបង្កប់បង្កើតបង្ហាញនៅដំណើរវិវត្តនិងស្នាដៃរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រវិញរយៈកាល60ឆ្នាំកន្លងមកនេះតទៅនេះសូមនិមន្តនិងអញ្ជើញអង្គពិធីទស្សនានៅបទយកការក្រមប្រធានបទសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រវិញ60ឆ្នាំបង្កប់បង្កើតនិងអភិវឌ្ឍដោយមានខ្លឹមសារដូចតទៅឆ្នាំ1963ជាមួយនឹងចលនាបដិវត្តន៍របស់ប្រជាជនភូមិភាគខាងត្បូងព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរបានចូលរួមយ៉ាងសកម្មក្នុងចលនាតស៊ូរំដោះប្រទេសជាតិក្នុងពេលនោះព្រឹទ្ធាចារ្យមហាសង្ឃធំបានស្នើគណៈកម្មាធិការបកភូមិភាគបោះជំទឹបង្កើតអង្គការសមាគមមួយដើម្បីប្រមូលផ្ដុំកម្លាំងសាមគ្គីតស៊ូរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទនៅឆ្នាំ1965សមាគមព្រះសង្ឃស្នេហាជាតិភូមិភាគបោះជំទឹត្រូវបានបង្កើតឡើងក្រោមការចង្អុលការរបស់គណៈកម្មាធិការបកភូមិភាគបោះជំទឹដោយមានព្រះតេជគុណថៃសំជាប្រធានព្រះតេជគុណលំនួនព្រះតេជគុណខឹមកំជាអនុប្រធាននិងព្រះតេជគុណខឹមតោកយ៉ាងព្រះតេជគុណត្រឹងយន់ព្រះតេជគុណខឹមវូនព្រះតេជគុណយ៉ាងហើយព្រះតេជគុណយ៉ាងហែជាសមាជិកដំបូងឡើយគឺតាក្រោយពីឆ្នាំ1960ដែលរដ្ឋបកនឹងបង្កើតនៅរណាសេរំដោះភាគខាងត្បូងវៀតណាមក្រោយ5ឆ្នាំក៏គណៈកម្មាធិការបកនៅតំបន់បច្ចឹមទិសបានចង្អុលការឲ្យលោកគ្រូមហាសង្ឃធំហើយចលនាប្រសង់ពុទ្ធបរិស័ទគណៈកម្មការកម្មាភិបាលផ្ដួចផ្ដើមសិទ្ធិស្អាងចាត់តាំងនៅសមាគមប្រសង់ស្នេហាជាតិបច្ចឹមទិសដែលមានលោកគ្រូមហាសង្ឃធំជាប្រមុខតាំងពីថ្ងៃ20ខែមីនាឆ្នាំ1965ក្នុងដំណើរការសកម្មភាពចលនាអប់រំស្មារតីស្នេហាជាតិមាតុភូមិសង្គមពុទ្ធសាសនាខ្មែរការចលនាប្រសង់ទួទៅក្នុងបច្ចឹមទិសដោយនិយាយរួមដោយឡែកគឺប្រសង់ខ្មែរនៅខេត្តត្រវិញក៏លើកកម្ពស់ស្មារតីតាមសេចក្តីចលនាប្រកាសផ្សាយចូលរួមអង្គការដើម្បីវាយបំបាក់សត្រូវទាំងឡាយដែលឈ្លានពានដល់សាសនាវត្តអារាមក្នុងពេលនោះគេថាប្រសង់យើងដែលបួសទៅគ្រប់អាយុគេហៅថាទូវងយិតនោះទេប្រវត្តិហ៊ានវិចាប់ប្រសង់យើងទូវងយិតហើយដូច្នេះក្នុងពេលនោះប្រសង់យើងដែលអាយុក្នុងគេត្រូចាប់ទូទាហាននោះមិនហ៊ានចេញទៅណាទៅខ្លាចទីរួចចាប់បើដូច្នេះកណាហ្នឹងបួសដែរក៏ប៉ុន្តែអាយុមិនថន់ដល់អរិកថាទូវងយិតទេគ្រូណាយើងក្នុងពេលនោះមានសមាគមប្រសង់យើងហ្នឹងក៏ប៉ុន្តែក៏មិនមែនប្រសង់បតលទេក៏ប៉ុន្តែខាងតាមហាសឿងធំហ្នឹងក៏បតលថាដឹកគុណនៅក្រុមស័យក្នុងសមាគមសង្ឃសាមគ្គីស្នេហាជាតិទៅឲ្យដើម្បីឧបករណ៍លើកណ្ដាលជួយធ្វើនិរសាគេថាយកលៀងម្ដងមកកាលចឹងហើយតែដើម្បីជួយយកសម្បត្តិ
Về cất nó dọc tôi ỏi tôi thực hiện để cuốn vật của mình để cuốn sống để lục công đồ vật cái bị cái lấy tôi nuôi cái mau ចាប់តាំងពីបង្កើតសមាគមព្រះសង្ឃស្នេហាជាតិចលនាតស៊ូរបស់ព្រះសង្ឃកាន់តែមានការផុសផុលឡើងដោយច្បាំជាប់និងគោលបំណងបង្រួបបង្រួមកម្លាំងមហាសាមគ្គីទូទាំងព្រះសង្ឃប្រជាជនពុទ្ធបរិស័ទខ្មែរ បង្កើតសមាគមនឹងបំណងធំបំផុតរបស់ប៉ុនលោកគ្រូមហាសេនថងនេះគឺដើម្បីគៀងកោចលនាប្រសង់ខ្មែរយើងនឹងឲ្យមានឧត្តមមតិនិងស្មារតីស្នេហាជាតិស្នេហាវប្បធម៌របស់ខ្លួនគឺចលនាក្នុងការរៀនសូត្ររបស់ប្រសង់ហើយនឹងចលនាលោកសង្ឃនឹងដើម្បីគៀងកោដឹកនាំនៃក្រុមគ្រួសារដែលមួយចំនួនជាជនជាតិខ្មែរយើងដែលចូលបម្រើខ្មាំងទីហ៊ានមុនដើម្បីអូសទាញមកធ្វើបដិវត្តន៍ ចលនាព្រះសង្ឃដែលមានភាពខ្លាំងក្លាបំផុតក្នុងការតស៊ូទាមទារឯករាជ្យតំបន់ខេត្តត្រវិញគឺនៅស្រុកថ្កូវតាមការរៀបរាប់របស់ព្រឹទ្ធាចារ្យលីស៊ីនកាលនោះលោកតាបានទទួលនាទីជាអនុប្រធានចលនាព្រះសង្ឃខេត្តនិងជាប្រធានចលនាព្រះសង្ឃស្រុកថ្កូវក្រុមការដឹកនាំរបស់ព្រះតេជគុណឃុំតុកជើងដែលជាប្រធានគណៈចលនាព្រះសង្ឃទូទាំងខេត្តគណៈចលនាព្រះសង្ឃខេត្តបានដឹកនាំព្រះសង្ឃក្រោកឡើងទាមទារសិទ្ធិសេរីភាពលើវិស័យពុទ្ធសាសនានិងជនជាតិព្រមទាំងចលនាព្រះសង្ឃប្រឆាំងជាមួយនឹងការចាប់ព្រះសង្ឃសឹកធ្វើធាហានជាដើម ក្រោយពីថ្ងៃទី30 មេសាឆ្នាំ 1975 ទោះបីភារកិច្ចជាប្រវត្តិសាស្ត្ររបស់សមាគមព្រះសង្ឃស្នេហាជាតិតំបន់បោះជំទិសត្រូវបានបញ្ចប់ទៅតាមគោលការណ៍រួមរបស់គណៈកម្មាធិការមជ្ឈិមបក្សប៉ុន្តែក្នុងរយៈកាល 1975 រហូតដល់ឆ្នាំ 1990 ព្រះសង្ឃពុទ្ធបរិស័ទខ្មែរនៅតែមានស្មារតីរួបរวมសាមគ្គីក្រោមការដឹកនាំរបស់គណៈសង្ឃតាំងពីខេត្តទៅដល់ស្រុកធ្វើឲ្យព្រះពុទ្ធសាសនានិងសង្គមជាតិមានលំនឹងល្អ មកដល់ឆ្នាំ 1991 ដោយយល់ឃើញតម្រូវការចាំបាច់ក្នុងការពង្រឹងផែនមហាសាមគ្គីក្នុងព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរគណៈលេខាធិការមជ្ឈិមបក្សនីតិកាលទី 6 បានចេញសេចក្តីចង្អុលការលេខ 68 នៅថ្ងៃទី 18 ខែមេសាឆ្នាំ 1991 ស្តីពីកិច្ចការក្នុងតំបន់ជនរួមជាតិខ្មែរក្នុងនោះមានចំណុចលើកឡើងថាផ្អែកលើមូលដ្ឋានអនុវត្តល្អគុណនយោបាយជនជាតិនិងសាសនាយោងតាមស្ថានភាពចាស់ស្ដែងនៅភូមិសាស្ត្រខេត្តដែលមានប្រជាជនខ្មែររស់នៅកុះកោបង្កើតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិដើម្បីរួមចំណែកក្នុងបព្វហេតុស្ថាបនាការពារប្រទេសជាតិសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិតាមបណ្ដាខេត្តបានសាងតាំងឡើងវិញនៅឆ្នាំ 1992 ខេត្តគូឡុងបានចែកទៅជាខេត្តត្រវិញនិងខេត្តវិញឡុងមកដល់ឆ្នាំ 1993 សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រវិញបានសាងតាំងឡើងវិញនិងធ្វើមហាសន្និបាតលើកទី 1 កំណត់ជាអនុត្តកាលទី 2 សម្រាប់សកម្មភាពរបស់សមាគមដោយមានព្រះឧបជាខេសរវិនយោត្រឹងយន្តជាប្រធានសមាគមព្រះឧបជាថេកសារីព្រះឧបជាថេកសេនព្រះឧបជាយីបទឿយព្រះឧបជាថេកសុកសានជាអនុប្រធានសមាគមក្នុងដំណាក់កាលដំបូងសមាគមបានជួបប្រទះនៅទុក្ខលំបាកខ្លះៗប៉ុន្តែដោយស្មារតីពុពារបស់ថ្នាក់ដឹកនាំសមាគមនិងការបង្កលក្ខណៈរបស់គណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត
ទើបធ្វើឲ្យសកម្មភាពបានប្រព្រឹត្តទៅយ៉ាងរលូន យើងបានបើកមហាសន្និបាតប្រសង់ក្រុមគុំឡើងទៅដើម្បីផ្លាស់ប្ដូរការសិក្សារៀនសូត្រហើយគុណដីក្រហមមកធានកណាวันนี้តែគុណដីក្រហមតរណាលោកយកកណាតរណាធ្វើចប់ជំនួយលោកគេដោះស្រាយបញ្ហាវិន័យថោកនេះអញ្ចឹងចាដោះស្រាយវត្តអារាមមួយនឹងនឹងគ្រូសិក្សានឹងលោកប្រចាំការិយាល័យ គោលវិជ័យខេត្ត92យើងក៏បានមហាសន្និបាតយកតាំងពីសម័យមុន ប្រហែល30-40ឆ្នាំនោះយើងទុកទៅជាមួយបើថាកើតម្ដងហើយមិនមែនអនត្តកាលទេរហូតជាទៅធ្វើហើយអញ្ចឹងសិនមត់កណ្ដាលចិនត្រៃហ្នឹងអំពីចែកខេត្តថ្មីស្អាងតាំងមកសមាគមយើងយកអាណត្តិទី2រហូតមកដល់ឥឡូវគឺអាណត្តិទី8 60ឆ្នាំឃើញថាការសកម្មភាពមានសន្ទុះរឹងមាំហើយងាយស្រួលបង្កលក្ខណៈអំពីបរិបទខេត្តទៅវិញយើងនាំឲ្យការសិក្សាបុរៀនរក្សាមរតកអភិរក្សកុបធរជាតិហ្នឹងមួយថ្ងៃកាន់តែមានសន្ទុះជឿនលឿនស្របទៅតាមសម័យបច្ចុប្បន្ននេះ ឆ្លងកាត់មហាសន្និបាតទាំង 8 អាណត្តិកាលសមាគមខេត្តបានធ្វើចលនាទៅតាមលក្ខន្តិកានិងបទបញ្ញត្តិការងារដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់លើគ្រប់វិស័យដូចជាវិស័យសិក្សាអប់រំវប្បធម៌សប្បុរសធម៌សង្គមជាដើម គឺតាំងពីសមាគមបានបង្កើតឡើងនៅក្នុងខេត្តត្រវិញនេះគឺវិស័យពុទ្ធិកាសិក្សាមានការរៀបចំរៀនសូត្រមានសណ្ដាប់ធ្នាប់ល្អដោយលោកមានការឆ្លៀវវៃចាត់ចែងក្នុងរបៀបរៀនសូត្រទៅតាន់ពេលវេលាដូចជាមានគណៈកម្មការពុទ្ធិកាសិក្សាក៏មានគណៈកម្មការប្រជាសិក្សាក៏មានដើម្បីនឹងគ្រប់គ្រងខាងវិស័យពុទ្ធិកាសិក្សាផងក៏ដូចជាវិស័យប្រជាសិក្សាហើយលោកយកចិត្តទុកដាក់ក្នុងវិស័យសិក្សានឹងជាចម្បងហើយដូច្នេះចាប់តាំងពីពេលនោះមកគឺការរៀនបង្រៀននៅពុទ្ធិកាសិក្សាក្នុងខេត្តយើងគឺមានការលូតលាស់ច្រើនដោយសម័យប្រទេសយើងបានឯករាជ្យទាំងស្រុងនោះម្ល៉េះហើយការគ្រប់គ្រងប្រសង់ទូទាំងខេត្តហ្នឹងក៏ងាយស្រួលដល់សមាគមហើយយើងចាប់ផ្ដើមរៀបចំការសិក្សាហ្នឹងកាន់តែមានភាពទូលំទូលាយមួនមមយ៉ាងកក់ក្ដៅដោយអាស្រ័យមានសមាគមប្រសង់ធរជាជំហរ ផ្នែកខាងវិស័យសិក្សារៀនសូត្ររបស់ប្រសង់យើងចាប់តាំងពីឆ្នាំ92ឃើញតែយើងបានអនុវត្តនឹងកម្មវិធីរបស់យើងក៏ឯកភាពសម័យនោះមានយុវជនយុវតីគ្រប់ភេទដែលចូលមករៀននៅផ្នែកខាងពុទ្ធិកាសិក្សាយើងនេះ ទទួលបានលទ្ធផលទាំងនេះក៏អាស្រ័យសមាគមធ្វើសកម្មភាពមានផែនការនិងទស្សនវិស័យច្បាស់លាស់ព្រមទាំងមានការឧបត្ថម្ភគាំទ្រអំពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ 60 ឆ្នាំកន្លងគណៈកម្មាធិការបកខេត្តត្រវិញកាលសម័យសង្គ្រាមនិងគណៈកម្មការបកខេត្តសម័យខេត្តគូឡុង
នឹងនាបច្ចុប្បន្នគឺគណៈកម្មការបកខេត្តត្រាវិញតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសកម្មភាពរបស់សមាគមភាពចាក់ស្ដែងគឺថាគណៈកម្មការបកខេត្តគ្រប់ចំនួនបានបង្កប់ការចង្អុលការដល់គ្រប់ស្ថាប័ននៅគ្រប់លំដាប់ថ្នាក់ធ្វើការឧបត្ថម្ភគ្រប់គ្រងផ្ដល់លទ្ធភាពដើម្បីញ៉ាំងឲ្យសមាគមប្រសង់សាមគ្គីស្នេហាជាតិនឹងសកម្មភាពមានភាពរលូននិងទទួលបានសមិទ្ធផលប្រចាស់ដល់ប្រចាស់ប្រចង់ទៅលើរាល់វិស័យ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់បានជ្រើសរើសសមាជិកបន្តវេនដែលមានបទពិសោធន៍និងសមត្ថភាពចូលរួមបម្រើកិច្ចការសមាគមឲ្យសមស្របទៅតាមដំណាក់កាលនីមួយៗម្ល៉េះហើយសកម្មភាពរបស់សមាគមមួយថ្ងៃកាន់តែមានការរីកចម្រើនជាលំដាប់ វត្តអារាមនេះមួយដែលមានការរុងរឿងរីកចម្រើនសពថ្ងៃនេះបតិអំពីការយកចិត្តទុកដាក់របស់ព្រះឧបជាព្រះចៅអធិការគណៈកម្មការពុទ្ធបរិស័ទវត្តនីមួយក្នុងនោះគឺមានការគ្រប់គ្រងចង្អុលការយ៉ាងកក់ក្ដៅជាទីបំផុតរបស់សមាគមគ្រប់លំដាប់ថ្នាក់ចាប់តាំងអំពីខេត្តរហូតមកដល់ស្រុក សមាគមប្រសង់សាមគ្គីស្នេហាជាតិខេត្តរបស់យើងគឺមានការវិវត្តមានការផ្លាស់ប្ដូរទៅតាមបរិបទសង្គមទៅតាមសម័យកាលនីមួយៗទាំងការរៀបចំវត្តអារាមទាំងការរៀបចំកសាងនៅសមិទ្ធផលនៅសំណង់ផ្សេងៗនៅក្នុងវត្តអារាមនីមួយៗគឺលោកតែងតែមានការដាស់តឿនក្រលើកធ្វើយ៉ាងណាដើម្បីរក្សាបាននៅតម្លៃកេតនភ័ណ្ឌសិល្បៈវប្បធម៌ក្បូរក្បាច់ករចនាដែលពុទ្ធជនយើងចំនួនមុនបានបន្សល់ទុកមក ដើម្បីរៀបចំការងារសមាគមឲ្យមានការរលូនទាមទារត្រូវមានការិយាល័យជាទីតាំងខូលសម្រាប់អនុវត្តរាល់កិច្ចការរដ្ឋបាលនិងកោះប្រជុំដោះស្រាយបញ្ហាសំខាន់ៗរបស់សមាគមក្រោយឆ្នាំ1975មកវត្តពោធិសាលារាជកំពង់ត្រូវបានជ្រើសរើសជាស្នាក់ការសាលាខុននិងការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តអាស្រ័យវត្តកំពង់ជាទីតាំងសមស្របនិងងាយស្រួលដល់ព្រះសង្ឃធ្វើដំណើរមកតាក់ទងប្រស្រ័យកិច្ចការទូទៅផ្នែកព្រះពុទ្ធសាសនា ក្នុងតួនាទីជាប្រធានការិយាល័យចាប់ពី2018រហូតដល់2025នេះឃើញថាមានការវិវត្តរីកចម្រើនជាលំដាប់ដោយយើងអនុវត្តនៅបច្ចេកវិទ្យាទំនើបដូចជាសម្បត្តិដែលផ្ញើតាមវត្តយើងជាមុនយើងច្រើនតែផ្ញើតាមសម្បត្តិបតលបច្ចុប្បន្ននេះយើងមិនផ្ញើតែសម្បត្តិបតលនោះទេយើងច្រើនទី1ប្រកាសតាមប្រព័ន្ធតុលាការអនឡាញទី2យើងផ្ញើតាមរយៈលោកគ្រប់នឹងយើងឃើញថាមានការរហ័សដំណឹងតាន់ពេលតាន់វេលាជួនដំណឹងតាន់ពេលតាន់វេលាក្នុងការិយាល័យនោះមានសហការីជាច្រើនដែលជំនាញក្នុងបច្ចេកវិទ្យាទំនើបនឹងជាច្រើនអង្គក្នុងនោះមានលោកគ្រូដែលជារៀនថ្នាក់បណ្ឌិតអនុបណ្ឌិតមកជួយកិច្ចការនឹងបានជាការវិវត្តនៃការិយាល័យមានការរីកចម្រើនជាលំដាប់ ហើយជាកិត្តិយសបំផុតគឺវត្តរបស់ខ្ញុំកណាដែលនៅទឹកនោះទីនេះក៏បានសមាគមខេត្តជំរើសដាក់ជាទីស្នាក់ការឬការិយាល័យរបស់សមាគមនោះជាកិត្តិយសរបស់វត្តទី2គឺប្រសង់ក៏ដោយពុទ្ធបរិស័ទក៏ដោយតែងតែមានសទ្ធាជ្រះថ្លាដោយការងាររបស់សមាគមដាក់នៅទីនេះគឺពុទ្ធបរិស័ទតែងតែបរិច្ចាគគ្រប់ការងារដើម្បីបំពេញតួនាទីរបស់វត្តចំពោះសមាគមអានេះគឺជាទឹកចិត្តរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទនៅចំណោះជើងវត្តពោធិសាលារាជកំពង់ ស
យៈកាល60ឆ្នាំនៃការបង្កើតនិងធ្វើសកម្មភាពសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រវិញបានរួមចំណែកចំពោះបព្វហេតុរំដោះប្រទេសជាតិក្នុងដំណាក់កាលដំបូងនិងចូលរួមកសាងសង្គមជាតិមាតុភូមិក្នុងដំណាក់កាលសន្តិភាពជាពិសេសសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រវិញសហការជាមួយគណៈមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់បានដឹកនាំព្រះសង្ឃពុទ្ធបរិស័ទគោរពប្រតិបត្តិតាមខុនមាគ៌ាព្រះពុទ្ធសាសនាបណ្ដោះស្មារតីស្នេហាជាតិលើកកម្ពស់ប្រជាបញ្ញាកសាងធនធានព្រះសង្ឃយុវជនខ្មែរដើម្បីបម្រើការក្នុងសង្គមជាតិនិងព្រះពុទ្ធសាសនា